6 វិធីអនុវត្តដើម្បីបំបត្តិភាព stress បងប្អូនដែលកំពុងតែមានបញ្ហា stress toxic មានអារម្មណ៍អត់សូវល្អនឹងស្ដាប់វីដេអូនឹងដល់នាទីចុងក្រោយព្រោះមនុស្សយើងអារម្មណ៍ពិតជាសំខាន់តែកាលណាផ្លូវចិត្តអារម្មណ៍យើងអត់សូវល្អបងប្អូនអរគ្នាទៅធ្វើការរកស៊ីអ្វីក៏អត់សូវនឹងងាយនឹងទទួលបាននូវលទ្ធផលក្នុងជីវិតដែរហើយវាធ្វើឲ្យជីវិតយើងនឹងពោពេញទៅដោយភាពខ្មៅងងឹតបានន័យថាអារម្មណ៍ដែលបងប្អូនគិតនៅក្នុងនឹងគឺវា stress វាធុញថប់toxic ទោះបីជាបងប្អូនមានរូបកាយមួមូនយ៉ាងណាក៏ដោយតែមនុស្សដែលគាត់មានបញ្ហាផ្លូវចិត្តហើយគឺប្រឈមជាមួយនឹងបញ្ហាសុខភាពខ្លាំងមែនទែនបងប្អូនទាំងគ្នាទម្លាប់ដែលមនុស្សយើងអនុវត្តហើយទទួលបាននៅការដែលយើងបំបត្តិ stress ចេញពីក្នុងជីវិតទី1គឺការដែលបងប្អូនតាំងសមាធិព្រោះមនុស្សដែលគាត់ឧស្សាហ៍តាំងសមាធិបងប្អូនទាំងគ្នាធ្វើឲ្យប្រព័ន្ធផ្លូវចិត្តរបស់គាត់នឹងរឹងមាំប្រព័ន្ធផ្លូវចិត្តគាត់គឺមានការស្ងប់បានន័យថាមនុស្សយើងគេហៅថាមានឌីកតកូនចិត្តនៅក្នុងគេហៅថា subconscious mind របស់មនុស្សយើងហ្នឹងគឺវាពិតជាសំខាន់តែកាលណាយើងចេះប្រើអាហ្នឹងគឺបានន័យថាសុខភាពមនុស្សយើងគឺអត់សូវទ្រទ្រង់ទេយើងជួបបញ្ហាអីក៏យើងអាចនឹងមានវិធីនៅក្នុងការដោះស្រាយដោយសារការដែលយើងតាំងសមាធិហើយធ្វើអារម្មណ៍យើងស្ងប់អញ្ចឹងដែលសម្រាប់បងប្អូនពុកម៉ែដូចជាអស់លោកស្រីដែលកំពុងតែមើលវីដេអូរូបសម្បត្តិហ្នឹងបើសិនជាបងប្អូនណាដែលកំពុងតែមានជួបវិបត្តិបញ្ហាហ្នឹងជាយាមអនុវត្តនៅក្នុងការដែលវិធីទី1ហ្នឹងគឺការដែលបងប្អូននឹងសមាធិហើយបងប្អូនដែលធ្លាប់សមាធិឬក៏សមាធិមកយូរឆ្នាំហើយបានផលនឹងកុំភ្លេចចូល comment នៅក្នុងវីដេអូនឹងអ្នកមួយផងដើម្បីបងប្អូនទាំងអស់គ្នាបានមើលហើយយកទៅអនុវត្តដើម្បីជាចំណេះដឹងក៏ដូចជាប្រយោជន៍សម្រាប់ជីវិតហើយទី2បងប្អូនអ្នកគ្នាគឺការដែលបងប្អូននឹងញ៉ាំសូកូឡាខ្មៅអញ្ចឹងការញ៉ាំការស្រាវជ្រាវឬក៏ការវិភាគឃើញថាមនុស្សដែលគាត់អាសា stress ញ៉ាំសូកូឡាខ្មៅហ្នឹងក៏វាជួយបំបត្តិ stress បានរយៈកាលដែរបងប្អូនអ្នកគ្នាប៉ុន្តែមិនមែនញ៉ាំរាល់ថ្ងៃទេបងប្អូនអ្នកគ្នាគឺញ៉ាំពេលដែលបងប្អូនកំពុងតែមានបញ្ហា stress ហ្នឹងហើយទី3គឺការដែលបងប្អូននឹងធ្វើលំហាត់ប្រាណការលំហាត់ប្រាណនោះបងប្អូនអរគ្នាវាជាជំហានក៏ដូចជាវិធីមួយដែលជួយឲ្យមនុស្សនៅលើផែនដីយើងនឹងមិនថាបំបត្តិតែ stress ទេបងប្អូនអរគ្នាថែមទាំងជួយឲ្យមនុស្សយើងសុខភាពល្អទៀតអញ្ចឹងតែកាលណាបងប្អូនកំពុងតែមានអារម្មណ៍តានតឹងកំពុងតែមានអារម្មណ៍អត់សូវល្អបងប្អូនកុំធ្វើអីបងប្អូនទៅហាត់ប្រាណការហាត់ប្រាណហ្នឹងទៀតសោតបងប្អូនអ្នកគ្នាធ្វើអ្វីដែលបងប្អូនចូលចិត្តទៅបងប្អូនចូលចិត្តច្រៀងក៏ទៅច្រៀងការរាំការរែកហ្នឹងក៏ដូចជាការហាត់ប្រាណមួយដែរបងប្អូនអ្នកគ្នាវាជារូបភាពមួយដូចគ្នាបងប្អូនចូលចិត្តរត់ទៅបងប្អូនចូលចិត្តដើរទៅនេះទៅនោះក៏ដើរទៅជិះកង់ក៏ជិះទៅហាត់ទឹកអីហ្នឹងបងប្អូនអ្នកគ្នាសកម្មភាពណាដែលបងប្អូនចូលចិត្តទៅធ្វើទៅបងប្អូនអ្នកគ្នាវាតទៅនឹងការហាត់ប្រាណពេលណាដែលបងប្អូនទៅធ្វើពេលដែលយើងបែកញើសពេលយើងស្រួលខ្លួនអារម្មណ៍យើងដែលតក់សិចអារម្មណ៍ដែលយើង stress គឺវាបាត់តាមអ្វីដែលយើងធ្វើហ្នឹងគឺបងប្អូនព្យាយាមធ្វើទៅយូរៗបងប្អូនឡើងគិតអ្វីដែលយើងរឿងដែលយើងកំពុងតែ stress ហ្នឹងហើយចំណុចទី4គឺការដែលបងប្អូននឹងឧស្សាហ៍ដកដង្ហើមចេញចូលឲ្យបានច្រើនដងទៅក៏វាធ្វើឲ្យខ្យល់នៅក្នុងពោះវៀនរបស់មនុស្សយើងនឹងវាមានចរន្តចេញចូលអញ្ចឹងទៅវាធ្វើឲ្យអារម្មណ៍យើងក៏បំបត្តិការ stress ដូចគ្នាហើយសម្រាប់បងប្អូនដែលជំហានទី5គឺការដែលយើងអានសៀវភៅអញ្ចឹងមនុស្សខ្លះគាត់ stress គឺគាត់ទៅអានសៀវភៅក៏គាត់បានចំណេះដឹងមួយក៏គាត់ភ្លេចទុកកង្វល់គាត់ដែរអញ្ចឹងបើសិនជាបងប្អូនចូលចិត្តអានសៀវភៅក៏អានសៀវភៅទៅតែបើបងប្អូនចូលចិត្តស្ដាប់តន្ត្រីឬក៏ music ណាដែលជួយឲ្យអារម្មណ៍បងប្អូនស្រស់ស្រាយក៏ទៅស្ដាប់ទៅនេះគឺជាចំណុចមួយដែលរួមផ្សំគ្នាបងប្អូនទាំងគ្នាហើយចំណុចទី6ចុងក្រោយគឺការដែលបងប្អូនងូតទឹកក្តៅអ៊ុនៗអញ្ចឹងការដែលងូតទឹកក្តៅអ៊ុនៗហ្នឹងក៏វាជួយបំបត្តិភាព stress នៅក្នុងរាងកាយរបស់មនុស្សយើងដែរហើយបើសិនជាបងប្អូនកំពុងតែមានបញ្ហា stress កាន់ឆ្នាំហើយអនុវត្ត6ជំហាននឹងអត់សូវបានមានប្រសិទ្ធភាពបងប្អូនអ្នកខ្ញុំណែនាំឲ្យបងប្អូនស្គាល់ជាមួយនឹងជំនួយការមួយនេះគេហៅថាតែម៉ាតេអញ្ចឹងតែម៉ាតេនេះគឺជាប្រភេទតែម្យ៉ាងដែលគេចម្រាញ់មកពីខាង USA បងប្អូនអ្នកគ្នាជាប្រភេទតែដែលគេផ្សំគេហៅថាពី Yaba Mate អញ្ចឹង Yaba Mate គឺវាជួយប្រព័ន្ធខួរក្បាលវាជួយប្រព័ន្ធការគិតរបស់មនុស្សយើងគឺអត់ស្រស់ស្រាយដែលបងប្អូនកំពុងតែមានបញ្ហាយូរឆ្នាំហើយអនុវត្តនៅក្នុងការដែល6ចំណុចរូបខ្ញុំបានចែកម្លែកហ្នឹងហើយអមនឹងការដែលបងប្អូនមានអង្គរៈនេះមួយទៀតបងប្អូននឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយសុខភាពល្អចឹងការចែកម្លែករបស់រូបសម្បត្តិថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយអរគុណដល់បងប្អូនអរគ្នាដែលចំណាយពេលវេលាដ៏មានតម្លៃហ្នឹងមកតាមដានវីដេអូរូបសម្បត្តិរហូតដល់ចប់គ្រប់គ្នាអរគុណច្រើន